nhom bạc khai tập pi há bật men ta cà phê mà cái bây giờ lá bàn phắc cao cà phê thọc bích phắc tới chơi thì ai bật men nên nè bạc khai pi há cái này dương cho bay ảnh mấy con cả bốp lôi sàn lên xong bây giờ lôi mà roi riêng có miênได้miênแต่การ ATM แต่miên lôi chẳng màในธาตุดัดkhaiนี่anhត្រូវซีมีcái job รองไงโอเคมิงអត់អីទេខ្ញុំគ្រាន់តែមើលលេងទេលេខឆ្នោតនេះមិនសូវស្អាតសោះចាំថ្ងៃក្រោយចាំខ្ញុំមកទិញម៉ៅកោះទាំងផ្ទាំងតែម្ដងកុំបារម្ភអីកម្រិតខ្ញុំនេះលុយចាយមិនអស់ទេឯងបើកម៉ូតូវេពេញផ្លូវរកងាប់ស្អីអាឈួតមិនឃើញមនុស្សកំពុងឈរផឹកកាហ្វេយ៉ាងសង្ហាទេអីជះទឹកភក់ផ្លាច់ដាក់ខោអាវអញខ្ទេចអស់ហើយអាបែកកាហ្វេប្រេនតម្លៃ$3របស់អញមិនក៏អញធ្លាក់ទៅដីយ៉ាងចឹងនេះគឺជាញើសឈាមដែលអញខំសន្សំពេញមួយអាទិត្យណាព្រះអើយអូយជីវិតអើយជីវិតមិនក៏អភ័ព្វម្លេះលោកប្រាក់ខែក៏តិចកាហ្វេក៏កំពប់ខោអាវក៏ប្រឡាក់ភក់ទៀតអញលែងចង់រស់នៅភូមិនេះទៀតហើយអញទៅពីភ្នំពេញទៅលេងស្រុកកំណើតឆ្នាំនេះមុខមាត់ត្រូវឲ្យស្អាតបន្តិចទោះបីហៅប៉ៅអញសល់លុយតែប្រមាណ10000ក៏ដោយក៏អញត្រូវធ្វើឲ្យគេឃើញថាអញជោគជ័យណាស់ដែរហេតុអីបានជាទាំងអស់គ្នាមើលមុខខ្ញុំអញ្ចឹងខ្ញុំមកពីភ្នំពេញមែនតែឥឡូវកុំទាន់សួររឿងលុយឬរឿងការងារអីច្រើនពេកអ្នកជោគជ័យគេមិនបង្ហាញឲ្យប៉ៅទៅទេឲ្យគេឃើញភ្លាមៗទេពួកអដែងកុំបារម្ភរឿងស្រាឲ្យសោះយកមកទៀតមកអញមកពីភ្នំពេញមិនមែនមកអង្គុយមើលគេផឹកទេឥឡូវចាក់មកជុំទៀតសិនចាំអញសងពេលក្រោយធម្មតាមនុស្សធំគេចាយមុនគេសងក្រោយអាដែងជឿស្រាឲ្យអញមកយួរទៀតមកយកចូលឆ្នាំទាំងមូលបើអត់មានស្រាអញនិយាយរឿងពេញអញ្ចឹងទេចាំ2 3ថ្ងៃទៀតអញឡើងទៅវិញសិនអញញ៉ៅលុយមកសងភ្លាមហេតុអ្វីមនុស្សច្រើនម្លេះអញទៅតែភ្ញាក់ពីដេកក្បាលនៅវិលនៅមិនទាន់ដឹងថាខ្លួនឯងគេងនៅផ្ទះណាផងចាំបន្តិចសិនបានអត់កុំទាន់និយាយរឿងសងលុយអញវិលមុខណាកុំដេញអញមិនមែនមិនសងទេហើយបើពួកអដែងដេញខ្លាំងបែបនេះអញកាន់តែគិតផែនការសងមិនចេញទៀតឈប់សិនអញសន្យាថានឹងមិនក៏ហុកឡើយឈប់ដេញទៅហើយឆ្នាំនេះគិតចង់លួចទៅផឹកស្រាផ្ទះអាណាគេអាស្វាយអញប្រាប់ឲ្យហើយណាហាមដាច់ខាតទៅផឹកផ្ទះអ្នកផ្សេងបើហ៊ានទៅប្រយ័ត្នរឿងជាមួយអញអត់យកយល់ទេហែងក៏មកធ្វើមុខលែមឡាមចង់កិច្ចពីអញឲ្យសោះឆ្នាំនេះអញទិញទឹកត្នោតជូរមកឡើង3កានធំទុកផឹកជុំគ្នាហែងត្រូវតែមកផឹកផ្ទះអញអាសម្លាញ់កុំឲ្យអញខឹងឲ្យសោះមកដើរតាមអញមកទៅផឹកជាមួយអញបដើប្រយ័ត្នតែដើរយឺតអញធាក់មួយជើងឥឡូវហើយអាមិត្តភ័ក្តិអត់បានការនេះថ្ងៃបុណ្យទានចង់តែរត់ចោលគ្នាមើលទ្វារផ្ទះអញនេះអស់ចាទេអាសម្លាញ់ចូលមកខាងក្នុងមកកុំឈរញ័រជើងដូចកូនកដោត្រូវទឹកអញ្ចឹងអញមិនមែនចាប់ហែងមកស៊ីសាច់ទេគ្រាន់តែហៅមកផឹកសោះអង្គុយចុះលើកន្ទេលនេះភ្លាមទៅចាំអញចាក់ថ្នោតជូរធ្វើអំពីទឹកអង្គឲ្យឯងភ្លក់ធានាថាផឹកមួយកែវនេះហើយហែងភ្លេចផ្លូវដើរទៅផ្ទះខ្លួនឯងតែម្ដងណែភ្នែកហែងកលេមកឡើងមើលតាណាគិតចង់លួចរត់មែនបើហែងហ៊ានទៅដើរមួយជំហានអញយកចាននេះគប់ក្បាលហែងឲ្យបែកហូរទឹកស្វាយឥឡូវហើយកាន់ចានថ្នោតជូរនេះឲ្យជាប់ហើយផឹកឲ្យអស់កុំឲ្យសល់មួយដំណក់យើងជាមិត្តភ័ក្តិនឹងគ្នាតលតែផឹកដល់ក្អួតទើបបញ្ជាក់ពីទំហំទឹកចិត្តដ៏ធំធេងរបស់យើងបានហឹកផឹកឲ្យអស់ទៀតអាសម្លាញ់យីថ្នោតជូរយើងថ្ងៃនេះមិនមានជាតិប្រៃហើយរៀងឆ្អាបផ្អាបម៉េះវើយងាប់ហើយអញចូលឆ្នាំមកដល់គៀកច្មោះហើយលុយ1រៀលក៏គ្មានជាប់ខ្លួនដែរចុះបើគ្មានលុយអញ្ចឹងបានអីយកទៅប៉ៅពួកមីអូនដើរលេងផឹកស៊ីទៅវើយខ្មាស់គេស្លាប់ហើយអូហូក្រមុំភូមិយើងឆ្នាំនេះដើរកាត់មុខផ្ទះឡើងស្អាតណាសាច់សខ្ចីញញតែម្ដងកុំភ័យចាំបងដងដើរខ្ចីលុយគេយកមកប៉ៅពួកអូនដើរលេងឲ្យកក្រៅភូមិហ្មងអាសម្លាញ់ទុរេនអើយឯងជួយសង្គ្រោះជីវិតអញម្ដងទៅកុំចិត្តខ្មៅពេកឲ្យអញខ្ចីលុយ$10សិនមកស្អែកសងអញយកទៅធ្វើបុណ្យខែចូលឆ្នាំអញមិនកុហកទេយីអាពួកម៉ាក់ចិត្តចង្អៀតខ្ចីលុយ$10សោះស្អែកអញសងវិញធ្វើកាច់រៀងដែលអញមិនព្រមឲ្យខ្ចីអញខំកុហកវាថាយកទៅធ្វើបុណ្យហើយនៅមិនឲ្យទៀតយាយខ្នោយាយមើលស្បែកជើងនេះសិនទៅនេះជារបស់កំរណាយាយខ្ញុំឃើញឆ្កែពំមកចោលមុខផ្ទះខ្ញុំព្រឹកមិញប្រចាំតែ$10ទេស្អែកសងជួយផងយាយចាស់នេះឈួតបាត់ហើយគ្រាន់តែប្រចាំស្បែកជើងសោះយកអំបោះដេញវាយអញចង់បែកក្បាលអូយរត់លែងចង់រួចហើយជួយប្រាប់គាត់ឲ្យឈប់ផងទីបំផុតអញខ្ចីលុយគេបានហើយអាលហុងនេះវាងាយបោកមែនគ្រាន់តែប្រាប់ថាខ្ចីទៅធ្វើបុណ្យសោះវាឲ្យលុយភ្លាមអញមានលុយប៉ៅអូនញ៉ាំសាច់អាំងហើយឃើញទេអាសម្លាញ់ទុរេនអញប្រាប់ឯងហើយថាកុំមើងងាយអញកម្រិតអញមិនខ្វះលុយដប់ស្រីដើរលេងចូលឆ្នាំទេវើយស៊ីភូអញទៅអាមិត្តទូលោកអើយបើសុំច្បាប់មេបានថ្ងៃទី13និង17បានខ្ញុំបានឈប់7ថ្ងៃពេញតែម្ដងត្រូវតែរកលេសប្រាប់មេថាពុះវៀនល្មួលចូលគ្នាហើយដាច់ពុះវៀនជា2កង់ហើយទៅបានអូយមេខ្ញុំឈឺពោះចង់ដាច់ខ្យល់អីមេអូយអ្នកលក់ម្ហូបមកក្រុមហ៊ុនធ្វើស៊ីខ្ញុំអីមេមុខខ្ញុំកំសត់ប៉ុណ្ណេះមេជឿជាក់ជាមិនខានទេអូសមណាស់ឯងមេអើយមេខ្ញុំសុំច្បាប់ថ្ងៃទី13មួយថ្ងៃសោះមេពុះវៀនខ្ញុំវាប្រកាច់ចូលគ្នាអស់ហើយតោះតែទៅពេទ្យនៅស្រុកកំណើតទៅមើលជាមេអាណិតកូនចៅផងទៅជោគជ័យហើយវើយល្បិចក្មេងៗសោះក៏មេជឿដែរស្រុកកំណើតអើយខ្ញុំមកដល់ហើយត្រៀមធុងប៉ះនឹងស្រាបៀរឲ្យទៅជប់នេះរំឲ្យបាក់រោងតែម្ដងបាយអស់ដៃទៅបងប្អូនចូលឆ្នាំខ្មែរសប្បាយកប់សេរីតែម្ដងវើយអត់ខ្វល់រឿងការងារអត់ខ្វល់រឿងមេទេពេលនេះមានតែខ្ញុំនឹងច្បាក់រំវងប៉ុណ្ណោះនៅឲ្យស្ងៀមភ្លាមអាមនចង្រៃអញសុំចេញអញថតរូបធ្វើជាភ័ស្តុតាងផ្ញើឲ្យមេបន្តិចសោះស្អែកថ្ងៃទី17ហើយអញត្រូវរកលេសឈប់មួយថ្ងៃទៀតឆាប់ដេកធ្វើពុតជាស្លាប់ក្បែរកង់ម៉ូតូភ្លាមទៅអាឡូមេខ្ញុំសុំច្បាប់មួយថ្ងៃទៀតមេខ្ញុំជិះម៉ូតូសុកស្រាប់តែអាមននេះវារត់កាត់មុខបុកពេញទំហឹងដួលបោកក្បាលជង្គង់ខ្ញុំទៅធ្វើការមិនរួចទេមេអើយតែប៉ុណ្ណេះបោកបានមួយថ្ងៃទៀតហើយតោះយើងសុំបាយបន្តទៀតរំទៅប
បងប្អូនអើយមុនថ្ងៃចូលឆ្នាំខ្មែរនេះខ្ញុំបើកប្រាក់ខែបាន150ជួយប្រាប់បន្តិចមើលថាខ្ញុំគួរតែជិះយន្តហោះទៅលេងខេត្តសៀមរាបឬក៏ជួលវិឡាននៅកែបជាប់មាត់សមុទ្រទើបស័ក្តិសមនឹងលុយនេះមីងស្បៃក្តោបជួយប្រាប់ខ្ញុំបន្តិចមើលថាលុយ150នេះបើខ្ញុំទៅកែបតើគេមានបម្រើសេវាកម្មកម្រាលព្រំក្រហមនិងបកងអាំងញ៉ាំមួយថ្ងៃ3ពេលដែរទេព្រោះខ្ញុំមិនចង់ញ៉ាំរបស់ថោកៗទេអាប្អូនស្វាយឯងធ្វើជាងម៉ូតូយូរហើយប្រកាសជាស្គាល់កន្លែងល្បីៗច្រើនជួយណែនាំកន្លែងញ៉ាំក្តាមសេះធំៗឲ្យបងមួយមកលុយ150នេះចាយមិនអស់ទេបងចង់ចាយអស់ពីអប៉ៅតែម្ដងពួកឯងក៏មកសម្លឹងមើលយើងអីអ្នកមានទើបតែបើកលុយបាន150គេរកនៅកន្លែងដើរលេងសម្រាប់ថ្ងៃចូលឆ្នាំខ្មែរចឹងអីព្រោះលុយច្រើនខ្លាចចាយមិនអស់យីយាយខ្នោនេះនិយាយអីចឹងលុយ150នេះមិនមែនតិចទេណាយាយគ្រាន់តែថ្លៃសាំងថ្លៃឡាននិងថ្លៃផ្ទះសំណាក់មិនអោយសល់លុយញ៉ាំក្តាមសេះធំៗយ៉ាងម៉េចចុំខ្ញុំដូចជាគិតខុសថ្លៃឡានទៅមក40ថ្លៃផ្ទះសំណាក់3យប់ហប់ថ្លៃហូបចុកនិងបឹកស៊ីទៀតងាប់ហើយលុយ150នេះមិនទៅគ្រប់ទិញក្តាមឆ្អិន1គីឡូផងតើនេះខ្ញុំកំពុងតែយល់ស័ព្ទមែនទេពូកោយន្តអើយថ្ងៃចូលឆ្នាំសុំជិះទៅលេងស្រុកដែរមកគិតទៅលុយ150ទៅដើរលេងកើតមានតែដេកផ្ទះហើយចុងក្រោយអ្នកបើកប្រាក់ខែបាន150គ្នាយើងមកលំហែកាយនៅរមណីយដ្ឋានអាងជាប់ពណ៌ខៀវខាងក្រោយផ្ទះក្បែរទ្រុងមន់នេះមកបងប្អូនអើយទៅជាក់ដកបេះដូងតែម្ដង